ត្រឹមតែមួយប្រព្រឹត្តភ្នែកសោះសត្វកុករពពាន់រមើលក្បាលបានបាត់ខ្លួនអស់រលីងដើមឈើដែលធ្លាប់ផ្ដល់ជំរកដល់សុកសានទៅដល់សត្វកុកទាំងអស់ហ្នឹងក៏ប្រែคล้ายទៅជាងាប់ពុកផុយផ្ទៃទឹកដ៏ធំល្វឹងល្វើយមើលទៅដាច់កន្ទុយភ្នែកក៏ប្រែคล้ายជារីងស្ងួតហួតហែងដីបែកក៏ហែងអស់នៅក្នុងវីដេអូដែលបងប្អូនកំពុងតែទស្សនាឃើញមានសត្វកុកជាច្រើននេះគឺជាទស្សនវិជ្ជាពីមុនមើលទៅពិតជាស្រស់ស្អាតមែនទែនឲ្យតែដល់ពេលល្ងាចគឺហ្វូងសត្វកុកទាំងអស់ហ្នឹងចាប់ផ្ដើមហើរឆ្វែលរកទំនុំដេកនៅតាមដើមឈើរៀងៗខ្លួនហើយវីដេអូដែលបងប្អូនកំពុងតែទស្សនាឃើញមានដីបែកក៏ហែងលហលហេវនេះគឺជារូបភាពដែលខ្ញុំថតបានកាលពីខែកុម្ភៈកាលពីខែ2គឺវាប្រែប្រួលឡើង360ដឺក្រេតែម្ដងបងប្អូនទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាហេតុអីនៅសុកវងសត្វកុកទាំងអស់ហ្នឹងបានបាត់ខ្លួនពីទីនេះហើយដើមឈើដែលធ្លាប់តែរស់រានមានជីវិតនិងផ្ដល់ជំរកទៅដល់សត្វកុកទាំងអស់ហ្នឹងក៏បែរជាងាប់ពុកផុយធ្លាក់ពេញទឹកពេញដីខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាចង់ដឹងពីមូលហេតុហើយបន្តិចទៀតនេះខ្ញុំនឹងរៀបរាប់ប្រាប់បងប្អូនទាំងអស់គ្នាឲ្យបានដឹងពីមូលហេតុទាំងអស់ហ្នឹងទំនប់មួយនេះគឺយើងហៅតគ្នាថាទំនប់ត្រជាក់ចិត្តឬក៏បឹងត្រជាក់ចិត្តដែលមានទីតាំងនៅភូមិរុងឃុំព្រៃតឡាចស្រុករុក្ខាគិរីខេត្តបាត់ដំបងបន្ទាប់ពីបឹងមួយនេះគេបានលើកទំនប់ខ្ពស់ជាងមុនយើងឃើញថាបឹងមួយនេះវាបានស្តុកទឹកទុកបានប្រើច្រើនជាងមុននៅរដូវវស្សាហើយយើងក៏ឃើញមានវត្តមានសត្វកុកសត្វក្រៀលសត្វកសាជាច្រើនវាមករស់នៅទីនេះគួបផ្សំនឹងអាជ្ញាធរបងប្អូនប្រជាពលរដ្ឋចូលរួមអភិរក្សថែរក្សាការពារមិនបបាញ់មិនទៅរំខានធ្វើបាបពួកវាក៏គៀងគរគ្នាមកដេកមករស់នៅទីនេះកាន់តែចាស់ឡើងរហូតដល់ប្រែคล้ายទីនេះទៅជាតំបន់ដ៏ទាក់ទាញមានមនុស្សមកលេងមកជិះទូកមកមើលថ្ងៃលិចជាដើមសំណួរសួរថាហេតុអីក៏ដើមឈើទាំងអស់ហ្នឹងបានបាត់បង់ជីវិតដើមឈើទាំងអស់ហ្នឹងបានបាត់បង់ជីវិតដោយសារតែកត្តាជាច្រើនមិនមែនដោយសារតែការកាប់បំផ្លាញនោះទេទី1គឺដោយសារតែទឹកដោយសារតែដើមឈើទាំងអស់នេះគឺជាដើមឈើប្រភេទដើមឈើភ្នំដើមឈើនៅតាមវាលធម្មតាមិនមែនជាប្រភេទព្រៃលិចទឹកមិនមែនជាប្រភេទដើមឈើលិចទឹកទេអញ្ចឹងនៅពេលដែលទឹកវាមកច្រើនវាធ្វើឲ្យគ្រឹះក្រោមនៃដើមឈើហ្នឹងចាប់ផ្ដើមត្រុតត្រោមចាប់ផ្ដើមខូចទ្រង់ទ្រាយវាធ្វើឲ្យដើមឈើចាប់ផ្ដើមជ្រុះស្លឹកបន្តិចម្ដងពីមួយឆ្នាំទៅមួយឆ្នាំដើមឈើយើងកាន់តែត្រុតត្រោមទៅហើយវាគួបផ្សំនឹងទឹកដែលវាហូរចូលមកហ្នឹងគឺជាប្រភេទទឹកដែលហូរពីស្រែមកពីមានថ្នាំគីមីថ្នាំសម្រាប់ស្មៅក៏ដូចជាជីគីមីជាច្រើនទៀតវាធ្វើឲ្យដើមឈើទាំងអស់ហ្នឹងអាចទ្រទ្រង់នឹងបរិយាកាសទាំងអស់ហ្នឹងបានណាអញ្ចឹងដើមឈើហ្នឹងក៏បានបាត់បង់ជីវិតពេលបន្តិចម្ដងអញ្ចឹងទៅនឹងគឺជាមូលហេតុទី1មិនមែនដោយសារតែការកាប់អំផ្លាញនោះទេគឺយើងអាចប្រែកណាហើយទី2តើតើនឹងសត្វកុកអត់ខ្លួនដោយសារតែទីនេះវាអស់ទឹកបងប្អូននៅពេលដែលអស់ទឹកកុកវាអត់អាចរស់ស៊ីបានទេកុកវារស់ស៊ីជាមួយនឹងទឹកជាមួយនឹងផុកនៅរដូវប្រាំងគឺទឹកចាប់ដើមដាច់ហើយអញ្ចឹងកុកវាចាប់ដើមធ្វើដំណើរទៅទន្លេសាបវិញដើម្បីទៅដេកនៅទន្លេសាបទៅរស់ស៊ីនៅតាមតំបន់ដែលមានទឹកប៉ុន្តែចូលដល់រដូវវស្សាភ្លាមសត្វកុកទាំងអស់ហ្នឹងចាប់ដើមមកវិញបងប្អូនមិនមែនអត់មានរហូតទេណាដល់រដូវវស្សាចន្លោះចាប់ពីខែ9មានទឹកធ្លាក់មកហ្នឹងកុកទាំងអស់ហ្នឹងចាប់ដើមប្រមូលគ្នាមកវិញច្រើនដូចពីមុនអញ្ចឹងបងប្អូនគឺមកច្រើនទាំងវងទាំងរាប់ពាន់រាប់ម៉ឺនគ្រាន់តែថាចំនួនដែលវាមកហ្នឹងមិនសូវជាច្រើនដូចកាលពីដំបូងទេប៉ុន្តែវានៅតែមានសត្វមកទាំងអញ្ចឹងតើតើនឹងមូលហេតុនៃការបាត់ខ្លួនសត្វកុកហ្នឹងមិនមែនដោយសារតែការបបាញ់ដោយសារតែការសម្លាប់ទេគឺវាជាធម្មជាតិនៃសត្វកុកទេនៅពេលដែលវាអាចទឹកគឺវានឹងហើរទៅទន្លេវិញហើយដល់រដូវវស្សាគឺវានឹងធ្វើដំណើរត្រឡប់មកវិញអញ្ចឹងដល់រដូវវស្សាភ្លាមធម្មជាតិនៅទីនេះគឺធម្មតាវិញមានទឹកមានសត្វមានអីធម្មតាដូចដើមវិញ